ដើម្បីកុំឲ្យខកខានការជួយកូនៗឲ្យបានទាន់ពេលវេលាសូមប៉ាម៉ាក់ចាប់អារម្មណ៍ទៅលើការលូតលាស់របស់កូនចាប់ពីអាយុ1ឆ្នាំដល់5ឆ្នាំបើសង្កេតឃើញថាកូនមានការនិយាយមិនសមស្របជាមួយនឹងវ័យរបស់គាត់សូមប៉ាម៉ាក់នាំអូនទៅពិគ្រោះជាមួយគ្រូជំនាញឯកទេសកុមារតូច 1. កូនអាយុ1ឆ្នាំដល់2ឆ្នាំកូនមិននិយាយសោះប៉ាម៉ាក់គិតថាក្រោយៗកូននឹងនិយាយបានជាការពិតវាជាសញ្ញានៃការយឺតភាសាយ៉ាងទៀតកូនមិនឆ្លើយតបពេលដែលហៅឈ្មោះប៉ាម៉ាក់គិតថាកូនកំពុងតែមមាញឹកជាមួយនឹងការលេងតែវាអាចជាបញ្ហានៃការស្ដាប់ឬក៏បញ្ហាសង្គម 2. កូនអាយុ2ឆ្នាំដល់3ឆ្នាំមិនចូលរួមលេងជាមួយមិត្តភ័ក្តិគិតថាកូនចូលចិត្តលេងតែម្នាក់ឯងតែវាជាសញ្ញាគួរឲ្យព្រួយបារម្ភអំពីការទំនាក់ទំនងសង្គមមិនអាចនិយាយជាប្រយោគខ្លីៗគិតថាយឺតនិយាយតែបន្តិចតែវាជាសញ្ញាបង្ហាញថាការអភិវឌ្ឍភាសាមិនត្រឹមត្រូវ 3. កូនអាយុ3ឆ្នាំទៅ4ឆ្នាំនិយាយមិនច្បាស់សម្រាប់អ្នកខាងក្រៅស្ដាប់មិនយល់ប៉ាម៉ាក់គិតថាជារឿងធម្មតាព្រោះកូននៅតូចតែជាបញ្ហាភាសាឬក៏ប្រយោគមានបញ្ហា 4. កូនអាយុ4ឆ្នាំទៅ5ឆ្នាំមិនអាចប្រាប់រឿងខ្លីៗបានតែប៉ាម៉ាក់គិតថាពេលក្រោយកូននឹងអាចនិយាយបានតែវាបង្ហាញថាកូនមានបញ្ហាភាសានិងការយល់ដឹងសូមលើកទឹកចិត្តប៉ាម៉ាក់អង្កេតលើការអភិវឌ្ឍផ្នែកភាសារបស់កូនឲ្យបានល្អិតល្អន់បើមិនចង់ឲ្យកូនយឺតភាសាក្នុងការនិយាយនៅពេលក្រោយ